នេះគឺជាបានបើកបរជាតិរបស់ខ្ញុំហើយខ្ញុំអាចបើកនៅស្រុកខ្មែរបានដោយស្របច្បាប់ហើយនេះគឺជាបានអនុញ្ញាតបើកបរអន្តរជាតិរបស់ខ្ញុំដែលបន្ថែមឲ្យខ្ញុំបើកបាន99ប្រទេសពីលើទៀតហើយនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបស្នើបានអនុញ្ញាតបើកបរអន្តរជាតិមួយនេះតោះជីបាទមានជំរាបសួរសួស្តីដល់អ្នកគ្នាខ្ញុំបលេងស្វាគមន៍មកកាន់វីដេអូថ្មីកាលពីមុនខ្ញុំនិយាយពីយកវីសាអាមេរិកថ្ងៃនេះខ្ញុំនិយាយពីបានបើកបរអន្តរជាតិរបៀបធ្វើម៉េចដើម្បីឲ្យយើងបាន IDP International Driving Permit មួយនេះអញ្ចឹងពេលដែលយើងមានបានបើកបរជាតិហើយអ្នកទាំងអស់គ្នាពេលយើងប្រឡងជាប់ហើយយើងចង់បាន IDP ឬក៏បានបើកបរអន្តរជាតិហ្នឹងគឺយើងមិនបាច់ប្រឡងម្ដងទៀតទេយើងគ្រាន់តែមានឯកសារដែលគេត្រូវការមួយចំនួនគឺយើងអាចយកមកបដូរជាបានអនុញ្ញាតបើកបរអន្តរជាតិនេះបានហើយបានអនុញ្ញាតបើកបរអន្តរជាតិនេះគឺឲ្យយើងបើកបានរហូតដល់99ប្រទេសក្នុងនោះមានប្រទេសអាមេរិកនិយាយទៅដូចជាអត់មានតែប្រទេសចិនទេអ្នកនរគ្នាក្រៅពីហ្នឹង99ប្រទេសភាគច្រើនមាននៅក្នុងទាំងអស់ក៏មានជប៉ុនមានអីនៅក្នុងហ្នឹងដែរអញ្ចឹងបើចង់មើលកុំភ្លេចស្កប់វីដេអូហ្នឹងមើលទៅអញ្ចឹងឯកសារដែលយើងត្រូវមានគឺមានបានបើកបរជាតិ original ភ្ជាប់ទៅជាមួយបន្ទាប់មកយើងយកអត្តសញ្ញាណប័ណ្ណផ្សេងយើងទៅជាមួយផងបន្ទាប់មកទៀតឯកសារដែលត្រូវចាំបាច់មួយទៀតគឺអត្តសញ្ញាណប័ណ្ណដែលមានបញ្ជាក់ដោយខណ្ឌបាទអ្នកនរគ្នាមានត្រាមិនមែនគ្រាន់តែ copy ធម្មតាគេអត់យកទេត្រូវតែមានការបញ្ជាក់ពីខណ្ឌមកជាមួយផងហើយមួយទៀតគឺរូបថត 4.5 គុណ 4.5 ផ្ទៃពណ៌សចំនួន4សន្លឹកអញ្ចឹងនៅពេលដែលយើងមានឯកសារទាំងអស់នឹងហើយយើងគ្រាន់តែមកក្រសួងសាធារណការនឹងដឹងជូនចូលទៅអគារកចាប់លេខ8អញ្ចឹងបន្ទាប់ពីយើងបានចាប់លេខគេហើយយើងនឹងចូលទៅជួបជាមួយនឹងអ្នកគ្រូឬក៏លោកគ្រូនៅក្នុងហើយយើងហុចឯកសារទាំងអស់ដែលយើងមានដែលខ្ញុំនិយាយហ្នឹងហុចឲ្យគាត់ទៅគាត់ហុចដំងឲ្យយើងមួយមកវិញហើយយើងពេញតាមតើតញ្ញាណប័ណ្ណយើងទៅបន្ទាប់មកទៀតមកស្ទុះក្រោយគាត់នឹងហុចกระดาษមួយទៀតឲ្យយើងដើម្បីយើងផ្ទៀងផ្ទាត់ថាតើត្រូវឬក៏អត់ហើយបើសិនជាព័ត៌មានយើងត្រូវហើយយើងផ្តិតមេដៃទៅហើយនិយាយពីការបង់លុយវិញគឺអស់តែ 25,000 រៀលទេហើយយើងអាចបង់នៅក្នុង app ធនាគារបានដោយខ្លួនឯងមិនបាច់ចាំតាណាទេអញ្ចឹងគ្រាន់តែប៉ុណ្្នឹងឯងអ្នកនរគ្នាបន្ទាប់មកទៀតចាំ7ថ្ងៃក្រោយយើងនឹងទទួលបាន IDP របស់យើងប៉ុណ្ណឹងអត់មានអីបបាយអ្នកនរគ្នាស្រួលមែនតើអញ្ចឹងបើសិនជាទាំងអស់គ្នាចង់បាន IDP ដែរអ្នកទាំងអស់គ្នាអាចសាក apply បានដោយខ្លួនឯងនៅថ្ងៃហ្នឹងជាមួយនឹងឯកសារដែលយើងនិយាយមិញហ្នឹងហើយពេលដែលទៅដល់កន្លែងក្រសួងសាធារណការហ្នឹងអ្នកគ្រូដែលគាត់ធ្វើការនៅហ្នឹងគឺគាត់ friendly ទៀតធ្វើឲ្យខ្ញុំកាន់តែមានចិត្តសប្បាយរីករាយនៅក្នុងការចង់ចែកម្លែករឿងហ្នឹងទៅដល់អ្នកទាំងអស់គ្នាបើតាមខ្ញុំដឹងពេលដែលខ្ញុំទៅឡាវដូចជាគេអត់ត្រូវការឲ្យយើងមាន IDP ក៏យើងបើកឡានបានដែរប៉ុន្តែពេលដែលយើងចង់បើកសេរីនៅថៃនៅបាងកកហ្មងគួរតែមាន IDP វាល្អអញ្ចឹងណាអញ្ចឹងខ្ញុំនឹងអានកន្លែងនេះឲ្យអ្នកនរគ្នាស្ដាប់បន្តិចដើម្បីបញ្ជាក់ឲ្យអ្នកនរគ្នាដឹងបានអនុញ្ញាតបើកបរអន្តរជាតិនេះពុំមានសុពលភាពប្រើប្រាស់នៅក្នុងបរិយាជាណាចក្រកម្ពុជាឡើយបានន័យថានៅស្រុកខ្មែរយើងត្រូវប្រើបានបើកបរជាតិរបស់យើងបានមួយទៀតបានអនុញ្ញាតបើកបរអន្តរជាតិនេះមានសុពលភាព1ឆ្នាំអាចប្រើប្រាស់នៅក្នុងបណ្ដាប្រទេសហត្ថលេខីលើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោកទីក្រុងហ្សឺណែវថ្ងៃទី19ខែកញ្ញាឆ្នាំ1949និងប្រភេទយានយន្តដែលអនុញ្ញាតត្រូវបានបញ្ជាក់នៅទំព័រចុងក្រោយនៃប័ណ្ណនេះអញ្ចឹងបើសិនជាបានបើកបរយើងប្រភេទខយើងបានបើកបរអន្តរជាតិប្រភេទខដូចគ្នាបើយើងបានគោក្នុងនេះក៏គេអនុញ្ញាតយើងបើកគោដែរអញ្ចឹងបានខ្ញុំខចំណុចចុងក្រោយដែលគេនិយាយថានៅពេលដែលបើកបរយានយន្តនៅក្រៅប្រទេសអ្នកបើកបរដែលមានប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិត្រូវភ្ជាប់តាមខ្លួននៅបានបើកបរជាតិនេះបានបើកបរជាតិនេះក៏ដូចជាលិខិតឆ្លងដែនទៅជាមួយដែរចាំមែនថាពេលដែលយើងទៅក្រៅប្រទេសយើងបើកឡាននៅក្រៅប្រទេសនៅស្រុកណាក៏ដោយដែលមាន99ប្រទេសនៅខាងក្រោយគេអនុញ្ញាតហ្នឹងយើងអត់អាចយកតែប័ណ្ណមួយនេះយកទៅជាមួយទេយើងត្រូវភ្ជាប់ប័ណ្ណហ្នឹងភ្ជាប់ជាមួយនឹងបានបើកបរជាតិរបស់យើងភ្ជាប់ជាមួយនឹង passport របស់យើងមួយទៀតបាន3ហ្នឹងចូលគ្នាបានប្រើទៅមានសុពលភាពអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបើសិនជាខ្ញុំនិយាយខុសអីជួយកែខ្ញុំផងហើយបើសិនជាខ្ញុំនិយាយខ្វះខាតផងដែរអាច comment សួរខ្ញុំនៅខាងក្រោមបានអីដែលខ្ញុំអាចឆ្លើយបានខ្ញុំនឹងជួយឆ្លើយអ្នកទាំងអស់គ្នាបាយបាយ